សាច់ស្លាប់នៅលើដើមឈើស៊ុបទ្រុបមួយមានបាក់សីមួយវងរស់នៅថ្ងៃមួយមេវងបាក់សីសង្កេតឃើញថាពេលមានខ្យល់បងមួយដងបាននាំមេឈើកូតគ្នាធ្លាក់ផ្កាភ្លើងមកលើស្លឹកឈើងាប់ធ្វើឲ្យភ្លើងឆេះព្រៃបានដែលឃើញហេតុនេះមេវងពិចារណាថារដូវនេះជារដូវប្រាំងហួតហែងផ្កាភ្លើងងាយនឹងឆាប់ឆេះដូច្នេះក៏ប្រាប់ទៅវងបាក់សីទាំងអស់ឲ្យជិះលះគ្នាចេញពីព្រៃនេះបាក់សីមួយវងធំបានញើសស្របហើយក៏ហើរចេញពីដើមឈើនោះទៅរីឯបាក់សីដែលនៅសេសសល់ពេលឃើញដូចនេះដកកសាច់ចំអកថាគ្រាន់តែអញ្ជើញសោះទៅផ្អើលឆាអត់ដែរកុំឆោតពេកពួកយើងគាត់សំបីតែទឹកមាត់មួយមិនណាត់ក៏ឃើញក្រពើដែរពោលហើយពួកគេក៏នាំគ្នាសើចអើងកងឡើងស្រាប់ពេលនោះស្រាប់តែមានភ្លើងឆេះសន្តោសន្ត្រូវបានឲ្យសាច់ទាំងនោះផាត់ផៃស្រឡាំងការរោគច្រកហៅចេញមិនរួចក៏ត្រូវអណ្ដើកភ្លើងឆាបឆាក់ងាប់អស់ទៅកុំនៅអប់រំមួយត្រូវត្រៀមខ្លួនដោះស្រាយមុនពេលមានបញ្ហាកុំចាំដល់មានបញ្ហាចាំដោះស្រាយ2ការគិតទុកជាមុនប្រសើរជាមិនបានគិត3មិនត្រូវមើងងាយស្ថានភាពទេព្រោះថាសំបីតែពស់តូចមួយក៏អាចចឹកមនុស្សស្លាប់ដែរសូមអរគុណសុខភាពល្អ